ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកម្មវិធីថ្មីរបស់ខ្ញុំអូខេអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការចូលប្រើប្រាស់ជាមួយនឹង ChatGPT គ្រប់ model ទាំងអស់ដោយមិនចាំបាច់បង់លុយមិនចាំបាច់ verify document ទេហើយ concept មួយនេះគឺជា concept នៃការប្រើប្រាស់ ChatGPT Teacher អូខេអញ្ចឹងជាទូទៅបើសិនជាបងប្អូនទាំងអស់គ្នាចង់ប្រើប្រាស់ ChatGPT Teacher បងប្អូនទាំងអស់គ្នាត្រូវតែ verify document Teacher នៅសហរដ្ឋអាមេរិកឬក៏ United States ហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនគ្នាពីរបៀបក្នុងការចូលទៅប្រើប្រាស់ ChatGPT Teacher ហ្នឹងដោយមិនចាំបាច់ verify document ទេគឺមានន័យថាយើងប្រើប្រាស់ដោយមានតែ Gmail មួយគឺយើងអាចប្រើប្រាស់តែម្ដងអូខេមិនមែន Gmail បងប្អូនគ្នាគឺ email អញ្ចឹង email ហ្នឹងគឺ email របស់ឈ្មោះយើងប៉ុន្តែជាកន្ទុយរបស់ខាងណាមួយអញ្ចឹងណាដែលខ្ញុំមិនអាចបញ្ជាក់បងប្អូនគ្នាអូខេអញ្ចឹងបងប្អូនគ្នាធ្វើការតាមដានវីដេអូនេះហើយធ្វើតាមវីដេអូហ្នឹងទៅហើយជួយ comment 俾ខ្ញុំផងបើសិនជាបងធ្វើបានឬក៏អត់អញ្ចឹងណាអូខេអញ្ចឹងជាដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុងbrowser មួយមកហើយបងប្អូនធ្វើការ pass link មួយដែល link ហ្នឹងខ្ញុំនឹងដាក់នៅខាងលើ description ហ្នឹងអូខេបងប្អូនចុច link ហ្នឹងមកបន្តមកទៀតបងប្អូនចុចពាក្យបាទចុចកន្លែងនេះបេតុងពណ៌ខៀវខាងលើនេះមានថាយើង register សិនដោយសារយើងអត់មាន account ទេអូខេបងប្អូនចុចខាងលើហ្នឹងមកអក្សរចិនមួយហ្នឹងខ្ញុំអត់ដឹងអានថាម៉េចទេអូខេអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាធ្វើការបំពេញជាមួយនឹងឈ្មោះបាទជាមួយនឹងតកូលបងប្អូនឲ្យមកឥឡូវខ្ញុំដាក់សិនបាទ IT Cambodia ខ្ញុំจะដាក់ទៅបងប្អូនគ្នាអូខេអញ្ចឹង username នេះបងប្អូនចង់ដាក់អីដាក់ទៅស្រីចិនបងប្អូនគ្នាទេបាទដាក់ combo បានណាក៏មកដាក់ combo ឌីដល់ប្រទេសពេកកើតនេះដាក់ធំ combo បាននេះយើងមិនខ្លាំងផងអូខេអញ្ចឹងកន្លែងបងប្អូនក្នុងកន្លែងនេះគឺជា password បងប្អូនអរគ្នាធ្វើការបំពេញជាមួយនឹង password បងប្អូនអរគ្នាចង់ដាក់មកណាអូខេខ្ញុំដាក់ password របស់ខ្ញុំអូខេអញ្ចឹងកន្លែងមួយនេះបន្តមកទៀតគឺត្រូវបំពេញคูប៉ុងបងប្អូនអរគ្នាឬក៏ប្រមូលកូដហ្នឹងបងប្អូនអរគ្នាកន្លែងកូដនេះបងប្អូនអរគ្នាអាចទៅយកនៅក្នុងក្រុម Telegram របស់ខ្ញុំបានគឺខ្ញុំអត់បានបង្ហាញក្នុងវីដេអូនេះទេណាបងប្អូនអរគ្នាដោយសារតែខ្ញុំត្រូវការបងប្អូនទៅជួយខ្ញុំវិញគ្រាន់តែបងប្អូនធ្វើការទៅ join group ដើម្បីធ្វើជា member ក្នុង group របស់ខ្ញុំដើម្បីទទួលបានព័ត៌មានផ្សេងៗជា upload របស់ខ្ញុំជា update របស់ខ្ញុំផ្ទាល់ដោយសារតែខ្ញុំការធ្វើវីដេអូរបស់ខ្ញុំគឺអត់សូវបានធ្វើជារៀងរាល់ថ្ងៃទេប៉ុន្តែខ្ញុំ active នៅក្នុង Telegram អញ្ចឹងបងប្អូនអាចទៅ join ទៅដើម្បីទទួលបានព័ត៌មានផ្សេងៗខ្ញុំនឹង update ជូនអញ្ចឹងណាអូខេអូខេបងប្អូនធ្វើការបំពេញហើយបំពេញកូដនឹងហើយបងប្អូនអរគ្នាចុចបាបេតុងពណ៌នេះបងប្អូនអរគ្នាប៉ុន្តែមួយទៀតបងប្អូនធ្វើការ copy អាកន្ទុយនេះហើយបងប្អូនអរគ្នា copy អាមកជួនអស់ឲ្យហើយសិនមកអូខេដោយសារយើងត្រូវការយកអាកន្ទុយ email នេះទៅបំពេញនៅក្នុង ChatGPT ណាអូខេអញ្ចឹងបងប្អូនអរគ្នាចុចបេតុងពណ៌ Q នឹងមួយទៀតមកអូខេថាថ្មីបងប្អូនអរគ្នានឹងឃើញគ្រីហើយអញ្ចឹងមិនបញ្ជាក់ថាបងប្អូនបានចុះឈ្មោះជោគជ័យណាអូខេបងប្អូនចុចថាអូខេមកអញ្ចឹងមកដល់កន្លែងនេះបងប្អូនធ្វើការបំពេញ username ជាមួយនឹង password បងប្អូនគ្នាបំពេញមិញហ្នឹងអូខេខ្ញុំដាក់ឡើងវិញបាទ password អូខេបងប្អូនចុច enter ទៅគឺវាចូលតែម្ដងអញ្ចឹងត្រង់កន្លែងនេះបងប្អូនគ្នាធ្វើការចុចពាក្យថា ChatGPT team នេះអូខេចុចអាហ្នឹងមកបងប្អូនចុចពាក្យថា login ខាងលើនេះបងប្អូនធ្វើការបំពេញជាមួយនឹង username ហើយនឹងកន្ទុយដែលខ្ញុំបានបងប្អូន copy មិញហ្នឹងណាបងប្អូនចុចពាក្យថា continue មក continue បានអត់អូខេអញ្ចឹងបងប្អូនអរគ្នាចុចអាមួយទៀតបាទគឺសាន់មួយបាទចុចអាហ្នឹងមកបងប្អូនអរគ្នាធ្វើការរងចាំបន្តិចដោយសារនេះត្រូវការចូល team អញ្ចឹងវារៀង let តិចបងប្អូនអរគ្នាអូខេបងប្អូនអរគ្នាឥឡូវខ្ញុំបានចូលទៅក្នុង ChatGPT Teacher ហើយអូខេបងប្អូនបំពេញតិចមកបាទចុចតាមគេមកអូខេ let's go មកបងប្អូនចង់ដាក់ទៅខ្ញុំដាក់ order ហើយគេយើងគេបរៀនយើងអំពីប្រើប្រាស់ខ្ញុំ skip ធំមកអូខេបងប្អូនអរគ្នាឥឡូវយើងបានចូលមកដល់ ChatGPT Teacher បងប្អូនអាចធ្វើការ check model បានបាទខ្ញុំអត់ឲ្យវាស្អីទេខ្ញុំបើកថ្មីបងប្អូនអរគ្នាឃើញហើយគឺLegacy ហ្នឹងគឺមានគ្រប់ model ទាំងម្ដងបងប្អូនអរគ្នាតាំងពី 5.1 5ហើយនេះគឺជា 5.2 ថ្មីហ្នឹងទេបងប្អូនធ្វើការអាចតេស្តបានឥឡូវខ្ញុំធ្វើការតែ instant ហើយខ្ញុំដាក់ hello មកសិនដើម្បីខ្ញុំធ្វើការតេស្តវាដើរអត់ចឹងណាអូខេគេយើងវាដើរធម្មតាហើយអញ្ចឹងបងប្អូនធ្វើការអាចប្រើប្រាស់បានចំណុចដែរហ្នឹងប៉ុន្តែក្នុងចុងវីដេអូនេះគឺខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចទៀតថាខ្ញុំគ្រាន់តែជាអ្នកបង្ហាញបងប្អូននេះពីការប្រើប្រាស់ ChatGPT
ដោយមិនចាំបាច់ verify document អីទេក៏ប៉ុន្តែត្រង់ចំណុចនេះខ្ញុំមិនបញ្ជាក់បងប្អូនថាខ្ញុំមិន recommend បងប្អូនប្រើប្រាស់ជាទូទៅឬក៏ប្រើប្រាស់ការងារដែលវាជា personal បងប្អូនទេដោយសារតែនេះយើងប្រើជារួមអញ្ចឹងខ្ញុំមិនដឹងថាតើគេអាចមើលឯកសាររបស់អ្នកនរបានទេអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញផ្លូវអំពីការប្រើប្រាស់ទេអញ្ចឹងបើបងប្អូនអរគ្នាចង់ security មែនតើបងប្អូនគួរតែប្រើប្រាស់អំពី official របស់ ChatGPT ឬក៏របស់ OpenAI ផ្ទាល់តែម្ដងនេះសម្រាប់បងប្អូនទូទៅត្រូវការធ្វើលក្ខណៈសាមញ្ញបងប្អូនអាចប្រើប្រាស់គ្រាន់តែថាម្ដងមួយការឬក៏ប្រើប្រាស់ជាទូទៅអីហ្នឹងណាបងប្អូនអាចប្រើប្រាស់តាមវីដេអូនេះបានអញ្ចឹងខ្ញុំគ្រាន់តែបញ្ជាក់បងប្អូននៅវីដេអូប៉ុណ្្នឹងទេប៉ុន្តែបងប្អូននេះកុំភ្លេចជួយ follow page របស់ខ្ញុំហើយជាមួយនឹង subscribe ក្នុង Telegram ផងបងប្អូននេះអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូននេះអរគុណបងប្អូនតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេច comment ផងថាបងប្អូនធ្វើបានអត់ចូលបានប្រាអត់ហើយមានបញ្ហាអត់អញ្ចឹងបងប្អូននេះអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត